ប្រាប់ហើយថា NATO មិនទៅល្ងងមកកាត់ចាក់គ្នាឯងឲ្យរុស្ស៊ីអង្គុយសែកនោះឡើយទីបំផុតលោកប្រធានាធិបតីដូណាល់ត្រាំបានសុកចិត្តបកជំរឿសប្រើកម្លាំងទ័ពនិងជំរឿសពន្ធដើម្បីសង្កត់កដាណឺម៉ាកនិងសម្ព័ន្ធមិត្តក្រាក់មួយចំនួនទៀតចោលហើយគណៈដែលលោកបានមានប្រសាសន៍កាលពីថ្ងៃពុធថាលោកបានឈានដល់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដ៏គួរឲ្យពេញចិត្តជុំវិញសំណុំរឿង Greenland ហើយលោកដូណាល់ត្រាំបានលើកឡើងបន្តថាកិច្ចព្រមព្រៀងនេះគឺមានរយៈពេលវែងក៏ប៉ុន្តែលោកបានផ្ដល់ព័ត៌មានលម្អិតតិចតួចតែប៉ុណ្ណោះហើយហាក់បីដូចជារៀងស្ងៀមស្ងាត់ខុសធម្មតាគណៈដែលកាលពីមុននិយាយដាច់ណាត់ថាអាមេរិកដាច់ខាតត្រូវតែយកកោះ Greenland មកគ្រប់គ្រងឲ្យបាននោះលោកដូណាល់ត្រាំបានងាកមកប្រែចិត្ត180ដឺក្រេយ៉ាងដូចនេះបន្ទាប់ពីលោកបានជួបពិភាក្សាជាមួយនឹងលោក Mark Rutte អគ្គលេខាធិការអង្គការ NATO អំឡុងពេលដែលវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងរមណីយដ្ឋាន Ski Davos ប្រទេសស្វីសយើងបានបង្កើតក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគតដោយមានការគោរពដល់ Greenland និងតំបន់អង់តាក់ទិកទាំងមូលនេះគឺជាប្រសាសន៍ដើមរបស់លោកដូណាល់ត្រាំនៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social របស់លោកក្រោយមកទៀតលោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មានធំៗថានៅក្នុងកិច្ចព្រមព្រៀងនេះគឺទទួលបានអ្វីគ្រប់យ៉ាងដែលយើងចង់បានហើយនៅពេលដែលត្រូវបានសួរថាតើអាមេរិកនឹងទទួលបានសិទ្ធិអធិបតេយ្យគ្រប់គ្រងលើកោះតកដ៏សែនសមនេះឬក៏យ៉ាងណានោះនៅពេលនេះលោកដូណាល់ត្រាំហាក់បីដូចជារៀងស្ទាក់ស្ទើរបន្តិចក៏ប៉ុន្តែបន្ទាប់មកលោកបានលើកឡើងថាវាគឺជាកិច្ចព្រមព្រៀងរយៈពេលវែងនៅក្នុងសន្ទរកថាជាង1ម៉ោងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនេះលោកត្រាំបានអួតអាងសម្បើមណាស់នៅសមិទ្ធផលសេដ្ឋកិច្ចដែលលោកសម្រេចបានសម្រាប់អាមេរិកហើយថាគ្មាននរណាធ្វើបានដូចអាមេរិកទេនៅលើលោកនេះក្រៅពីអួតអាងយ៉ាងដូចនេះលោកក៏បានរិះគន់អឺរ៉ុបថាដើរថយក្រោយរហូតដល់មើលលែងយល់ទាំងសេដ្ឋកិច្ចនិងសន្តិសុខហើយថាអាមេរិកបានចាយប្រាក់យ៉ាងច្រើនដើម្បីការពារអឺរ៉ុបក្នុងរយៈពេលក្របខ័ណ្ឌ NATO នោះនៅមិនសុខមិនសាប់លោកដូណាល់ត្រាំក៏បាននិយាយលេបខៃដាក់លោកម៉ាក្រុងប្រធានាធិបតីបារាំងថាពាក់វ៉ែនតាយកសង្ហាដើម្បីសម្ដែងថាខ្លួនគឺជាអ្នកខ្លាំងផងដែរនៅក្នុងសន្ទរកថានេះដែរលោកត្រាំថាលោកចង់បានតកកមួយដុំនេះគឺដើម្បីការពារសន្តិសុខពិភពលោកហេតុអ្វីគ្រាន់តែសុំប៉ុណ្ណឹងអឺរ៉ុបក៏កំណាញ់ម្លេះបើសង្គ្រាមផ្ទុះឡើងម្ដងទៀតកុំឲ្យអាមេរិកលូកដៃតើរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់នរណាគឺជាអ្នកឈ្នះខាងក្រោមនេះគឺជាការប្រៀបធៀបកម្លាំងកងទ័ពអាកាសរបស់អ៊ីស្រាអែលនិងអ៊ីរ៉ង់ក្នុងករណីមានសង្គ្រាមជាថ្មីម្ដងទៀតបាននិយាយអំពីអំណាចដែនអាកាសអ៊ីស្រាអែលដឹងតែជាន់ផ្អៀងហើយនៅតំបន់មជ្ឈមបូព៌ាដោយសារតែទ័ពអាកាសនៃរដ្ឋស្វីសមួយនេះបំពាក់ទៅដោយយន្តហោះចម្បាំងទំនើបជាពិសេសគឺបិសាចបំបាំងកាយ F-35 ដ៏ទំនើបបូករួមទាំងអ្នកបើកបរជំនាញផងទៀតនោះគណៈដែលអ៊ីរ៉ង់ពឹងផ្អែកតែលើយន្តហោះចម្បាំង F-14 Hussein ដែលគេសឹកតែបោះបង់ចោលបាត់ទៅហើយក៏ប៉ុន្តែសូមកុំភ្លេចថាអ៊ីរ៉ង់មានសមត្ថភាពផលិតយន្តហោះគ្មានមនុស្សបើកនិងកំពូលមីស៊ីលដោយខ្លួនឯងបានជាក់ស្ដែងគឺត្រូវរបស់អ៊ីរ៉ង់នឹងហើយដែលបង្កប់ជុះភ្លៀងយ៉ាងកក្រើកនៅក្នុងការជួយរុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនហើយកំពូលមីស៊ីលរបស់អ៊ីរ៉ង់ក៏ទំនើបតែធ្វើឲ្យអ៊ីស្រាអែលសោកភ្នែកម្ដងដែរនៅក្នុងសង្គ្រាម12ថ្ងៃនាពេលថ្មីនេះទោះបីជាអ៊ីស្រាអែលមានអៃរ៉ុនដឹមដ៏ល្បីល្បាញក៏នៅទប់មិនជាប់ផងនិយាយជាសរុបអ៊ីស្រាអែលមានកំពូលយន្តហោះទំនើប345គ្រឿងរីឯអ៊ីរ៉ង់មានយន្តហោះចម្បាំង312គ្រឿងក៏ប៉ុន្តែភាគច្រើនគឺជាម៉ូដែលចាស់ពីទសវត្សរ៍ឆ្នាំ1970ថ្មីត្បិតចំនួនយន្តហោះចម្បាំងប្រហាក់ប្រហែលគ្នាក៏ប៉ុន្តែបើយកយន្តហោះចម្បាំងជុលនឹងយន្តហោះចម្បាំងអ៊ីរ៉ង់ដឹងតែមិនរួចជាមួយនឹងអ៊ីស្រាអែលដោយសារតែអ៊ីស្រាអែលប្រឡែងតែបិសាចបំបាំងកាយ S-35I Aider មកតែប៉ុន្មានគ្រឿងហ្នឹងគឺក្លុកពេញមេឃបាត់ទៅហើយពីព្រោះដំណើរការរបស់វាគឺដូចបិសាចអញ្ចឹងរ៉ាដាស្ទើរតែធ្វើអ្វីមិនកើតទេហើយវាអាចវាយប្រហារចូលយ៉ាងជ្រៅទៅក្នុងទឹកដីសត្រូវទៀតហើយបច្ចុប្បន្នអ៊ីស្រាអែលកំពុងតែប្រតិបត្តិការយន្តហោះទំនើបបំផុតជិត40គ្រឿងដែលផ្ដល់ឲ្យទ័ពអាកាសអ៊ីស្រាអែលនូវសមត្ថភាពដែលអ៊ីរ៉ង់មិនអាចផ្គូផ្គងបានទេចំណែកឯកងទ័ពអាកាសរបស់អ៊ីរ៉ង់អត់មានអ្វីអួតទេសល់តែយន្តហោះអាមេរិកស៊េរី Hurley មុនឆ្នាំ1979ដូចជា F-14 Tomcat និង F-4 Plan ធំហើយគ្មានគ្រឿងបន្លាស់ទៀតដោយសារតែជាប់ទណ្ឌកម្មអាមេរិកច្រើនទសវត្សរ៍មកហើយទោះបីជាយ៉ាងណាក៏ដោយអ៊ីរ៉ង់នៅមានយន្តហោះ MiG-29S និង Su-24 របស់រុស្ស៊ីខ្លះដែរក៏ប៉ុន្តែនៅតែហួសសម័យបើប្រៀបធៀបជាមួយនឹងយន្តហោះទំនើបបំផុតរបស់អ៊ីស្រាអែលនោះថ្មីត្បិតតែយន្តហោះចម្បាំងគ្មានគីឡូជាមួយនឹងអ៊ីស្រាអែលក៏ប៉ុន្តែដើម្បីប៉ះប៉ូវកម្លាំងទ័ពអាកាសដែលខ្សោយអ៊ីរ៉ង់បានវិនិយោគយ៉ាងច្រើនទៅលើយន្តហោះគ្មានមនុស្សបើកសាហិត136ដឺក្រេយន្តហោះគ្មានមនុស្សបើកអត្តឃាតអនុញ្ញាតឲ្យអ៊ីរ៉ង់ចេញក្លុកវិញម្ដងលើគោលដៅសត្រូវហើយចំណាយអស់ថោកទៀតនិយាយរឿងដ្រូននរណាមិនល្បីដ្រូនអ៊ីរ៉ង់បង្កប់ជួសភ្លៀងនៅអ៊ុយក្រែននោះងាកមកមើលខែលការពារដែនអាកាសវិញអ៊ីស្រាអែលមានបណ្ដាញការពារដែនអាកាសដ៏ក្រាស់ឃ្មឹកបំផុតមួយនៅក្នុងចំណោមជើងខ្លាំងរបស់ពិភពលោកនៅក្នុងនោះមានដូចជា Iron Dome
David Sling និង Aerosol ដែលជាខេត្តពហុសន្ទាប់មានប្រសិទ្ធភាពបំផ្លាញវត្ថុគំរាមកំហែងលើមេឃមុនពេលដែលវាទៅដល់តំបន់ដែលមានប្រជាជនរស់នៅច្រើននោះចំនួនអេរ៉ង់ពឹងផ្អែកទៅលើប្រព័ន្ធ S300 របស់រុស្ស៊ីនិងប្រព័ន្ធផលិតនៅក្នុងស្រុក Bava 373សម្រាប់ការពារដែនអាកាសប្រព័ន្ធទាំងអស់នេះគឺមានធម្មពលខ្លាំងក៏ប៉ុន្តែអ្នកជំនាញនៅតែគិតថាមិនអាចទប់ទល់នឹងបិសាចបំបាំងកាយ S35 របស់អ៊ីស្រាអែលបាននោះឡើយបើនិយាយអំពីមីស៊ីលវិញដោយសារតែដឹងថាទៅមិនរួចជាមួយនឹងកម្ពុជាយន្តហោះចម្បាំងរបស់អ៊ីស្រាអែលអេរ៉ង់បានខិតខំប្រឹងប្រែងផ្ដោតទៅលើមីស៊ីលផ្លោងទំនើបវិញម្ដងការគិតរបស់អេរ៉ង់គឺជាការគិតដ៏ត្រឹមត្រូវជាក់ស្ដែងអំឡុងប្រយុទ្ធគ្នា12ថ្ងៃទូឯកដ៏ខ្លាំងក្លាទាំង3ខាងលើរបស់អ៊ីស្រាអែលទីបំផុតនៃស្អាតក្រោមដៃមីស៊ីលលឿនជាងសម្លេងរបស់អេរ៉ង់ក្រោយកញ្ជុលអួតក្អេងក្អាងនៅដើមទីនោះការនោះគុំបានអាមេរិកនិងសម្ព័ន្ធមិត្តសំខាន់ជួយស្ទាក់ចាប់ផងទេគុំអីមិនដឹងយ៉ាងណានោះឡើយនេះគឺជាអ្វីដែលបង្ហាញឲ្យឃើញជាក់ស្ដែងនឹងភ្នែកអំឡុងការប្រយុទ្ធគ្នាពិតប្រាកដនោះចុះបើការប្រយុទ្ធគ្នាម្ដងទៀតផ្ទុះឡើងសួរថាមួយណាគឺជាអ្នកឈ្នះបើកុំឲ្យអាមេរិកលូកដៃនោះគឺមានតែរងចាំមើលជាក់ស្ដែងទៀតតែប៉ុណ្ណោះលាក់មិនចិត្តអាមេរិកនឹងគ្រប់គ្រងផ្នែកខ្លះនៃ Greenland ដោយកំណត់តំបន់ទាំងនោះគឺជាតំបន់មូលដ្ឋានយោធាអធិបតេយ្យភាពរបស់អាមេរិកនិងបានសិទ្ធិជីករ៉ែតាមចិត្តនេះបើយោងតាមការទម្លាយរបស់សារព័ត៌មាន Axios និង The Telegram ដែលបានរាយការណ៍កាលពីល្ងាចថ្ងៃពុធដោយដកស្រង់សេចក្តីព្រាងនៃកិច្ចព្រមព្រៀងរវាងលោកប្រធានាធិបតី Donald Trump និងអគ្គលេខាធិការអង្គការ NATO លោក Mark Rutteកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្រៅវេទិកាសេដ្ឋកិច្ចពិភពលោកនៃទីក្រុង Davos ប្រទេសស្វីសគឺត្រូវបានមន្ត្រីអឺរ៉ុបមើលឃើញថាជាមធ្យោបាយមួយដើម្បីគេចពីការគំរាមកំហែងរបស់លោក Donald Trump ក្នុងការបញ្ចូលកោះអាតិចនេះទាំងមូលពីដាណឺម៉ាកទៅជាទឹកដីអាមេរិកវិញនោះទាំងលោក Donald Trump និងលោក Rutte បាននិយាយថាព័ត៌មានលម្អិតគឺមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកាសែត The Telegraph បានរាយការណ៍ថាក្របខ័ណ្ឌនៃសេចក្តីព្រាងនេះនឹងអនុញ្ញាតឲ្យទីក្រុង Washington អាចសាងសង់មូលដ្ឋាននៅលើកោះ Greenland ដែលនឹងត្រូវបានចាត់ទុកថាជាទឹកដីរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាកតិចការរៀបចំនេះគឺត្រូវបានរាយការណ៍ថាស្រដៀងទៅនឹងសន្ធិសញ្ញាដែលអនុញ្ញាតឲ្យចក្រភពអង់គ្លេសរក្សាតំបន់មូលដ្ឋានអធិបតេយ្យភាពចំនួន2នៅក្នុងប្រទេសស្វីសបច្ចុប្បន្ននេះសហរដ្ឋអាមេរិកមានមូលដ្ឋានអាកាសនៅលើឆ្នេរសមុទ្រភាគពាយព្យនៃទីក្រុងរបស់ Greenland ក្រោមកិច្ចព្រមព្រៀងក្នុងឆ្នាំ1951យោងតាមសារព័ត៌មាន Axios សំណើនេះរួមបញ្ចូលទាំងការពង្រីកប្រព័ន្ធការពារដែនអាកាស Golden Dome របស់សហរដ្ឋអាមេរិកចូលទៅក្នុងទឹកដី Greenland កិច្ចព្រមព្រៀងនេះក៏នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិកជីកយករ៉ែកម្រនៅក្នុងផ្នែកខ្លះនៃ Greenland ដោយមិនចាំបាច់ស្វែងរកការអនុញ្ញាតលោក Donald Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថាវាគឺជាកិច្ចព្រមព្រៀងដែលពិតជាអស្ចារ្យសម្រាប់សហរដ្ឋអាមេរិកនៅក្នុងការទទួលបានអ្វីគ្រប់យ៉ាងដែលយើងចង់បានរួមទាំងសន្តិសុខជាតិពិតប្រាកដនិងសន្តិសុខអន្តរជាតិផងដែរចំណែកឯលោក Rutte បានប្រាប់ Fox News ថាកិច្ចប្រជុំរបស់គាត់ជាមួយនឹងលោក Donald Trump គឺជាចំណុចចាប់ផ្ដើមដ៏ល្អដោយបន្ថែមថាលោកបានផ្ដោតទៅលើការធ្វើការជាមួយនឹងសហរដ្ឋអាមេរិកដើម្បីការពារកោះនេះឲ្យបានកាន់តែប្រសើរពីការគំរាមកំហែងពីខាងក្រៅនោះសម្ដីរបស់លោកប្រធានាធិបតី Donald Trump ពិតជាមានឥទ្ធិពលមែនទីផ្សារហ៊ុនអាស៊ីបានស្ទុះងើបឡើងវិញស្រើតនៅថ្ងៃប្រហោះនេះបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានសម្រេចដកឃ្លាមកវិញពីការគំរាមកំហែងរបស់លោកនៅក្នុងការដាក់ពន្ធថ្មីលើបណ្ដាប្រទេសនៅអឺរ៉ុបនោះទីផ្សារហ៊ុនបានរំជើបរំជួលនៅក្នុងសប្តាហ៍នេះបន្ទាប់ពីប្រធានាធិបតីអាមេរិកបាននិយាយកាលពីចុងសប្តាហ៍មុនថាលោកនឹងយកញញួរពន្ធសម្ពងប្រទេសមួយចំនួនរួមទាំងអាល្លឺម៉ង់បារាំងអង់គ្លេសនិងដាណឺម៉ាកផងដោយការយកពន្ធថ្មី 10% នឹងចូលជាធរមានចាប់ពីថ្ងៃទី1ខែកុម្ភៈដើម្បីដាក់សម្ពាធឲ្យដាណឺម៉ាកលក់ Greenland មកឲ្យអាមេរិកហើយបើមិនលក់ពន្ធនេះអាចនឹងឡើងដល់ 25% ក៏ប៉ុន្តែទីផ្សារហ៊ុននេះបានហក់ឡើងស្រើតវិញបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកដែលហៅកាត់ថា WEF នៅក្នុងទីក្រុង Davos ថាលោកនឹងមិនយកទឹកដីស្វយ័តរបស់ដាណឺម៉ាកមួយនេះដោយបង្ខំនោះទេហើយក្រោយមកលោកបាននិយាយថាលោកបានដកការគម្រាមកំហែងពន្ធវិញហើយគ្រាន់តែឮដូច្នោះទីផ្សារហ៊ុន S&P 500 បានប្រកាសពីការកើនឡើងភាគរយដ៏ខ្លាំងបំផុតរបស់ខ្លួននៅក្នុងរយៈពេល2ខែមកនេះដោយកើនឡើង 1.16% រីឯសន្ទុះឧស្សាហកម្ម Dow Jones និង Nasdaq Composite ក៏បានកើនឡើងផងដែរDow គឺបានកើនឡើងប្រមាណជា 1.21% ខណៈដែល Nasdaq គឺបានកើនឡើងបន្ថែម 1.18% ខណៈដែលទីផ្សារហ៊ុនក្រុងស៊ីអ៊ូល តូក្យូ ហុងកុង ស៊ីងហៃ តៃប៉េនិងសង្ហបុរីសុទ្ធតែមានការកើនឡើងនៅក្នុងការជួញដូរនាចុងក្រោយរបស់ខ្លួននោះ